ពីគ្នាយើងដែលគាត់ឆាតមកសួរនាំខ្ញុំសូមឲ្យខ្ញុំធ្វើវីដេអូអំពីរបៀបបង្កើត page ស្តង់ដារមួយដើម្បីលក់ផលិតផលមុនខ្ញុំបានបង្ហាញហើយដែរហើយក៏ធ្វើពីរបៀបបង្កើត page ស្តង់ដារមួយដើម្បីយកទៅលក់ផលិតផលហើយដែរប៉ុន្តែឃើញថាក្នុងឆ្នាំ2026នេះនៅតែមានគ្នាយើងចង់ឲ្យខ្ញុំធ្វើវីដេអូនឹងបន្តទៀតបាទឥឡូវនេះគឺខ្ញុំចាប់ផ្ដើមបង្កើតទាំងអស់គ្នាកុំឲ្យខាត់ពេលវេលាយូរបាទយើងចូលមកកាន់ Facebook អញ្ចឹងវាគឺជា Facebook account វាគឺជា Facebook account មួយអញ្ចឹងដើម្បីបង្កើតអ្នកនរគ្នាចូលទៅក្នុងprofile ខាងស្ដាំនេះ profile ខាងស្ដាំនេះមកបន្តមកអ្នកនរគ្នា scroll មកខាងក្រោមអ្នកនរគ្នាចុចកន្លែង see more បាទហើយអ្នកនរគ្នាឃើញពាក្យ page នេះចុចទៅលើពាក្យ page នេះមកអ្នកនរគ្នាក៏លេចមើលឃើញខាងលើមាន create បាទចុចពាក្យ create ហើយ page name អញ្ចឹងកន្លែងនេះគឺអ្នកនរគ្នាត្រូវស្វែងរកឈ្មោះឲ្យហើយដើម្បីកុំឲ្យថាយើងបង្កើតហើយយើងចង់បដូរឈ្មោះវិញពិបាកបដូរព្រោះពេលខ្លះដូរបានពេលខ្លះដូរអត់បានក៏មានដែរអញ្ចឹងយើងស្វែងរកឈ្មោះឲ្យហើយដូចខ្ញុំនេះខ្ញុំដាក់ថាracket one water អានេះខ្ញុំដាក់ឈ្មោះបែបយើងកំ pl ែងracket one water គឺសំដៅទៅលើ racket មួយទឹក second hand ណា racket វាយសីអ្នកនរគ្នា badminton ណាអញ្ចឹងដោយសារខ្ញុំមានTikTok មួយដែលខ្ញុំលក់ racket មួយទឹកបាទនេះខ្ញុំលក់ racket មួយទឹកអញ្ចឹងបានខ្ញុំបង្កើតនៅ page មួយដែលមានឈ្មោះថា one water បាទបន្ទាប់មកយើងចុច next ហើយកន្លែងនេះយើងជ្រើសរើស category តកតងជាមួយនឹង sport ព្រោះដោយសាររបស់ខ្ញុំគឺតកតងជាមួយនឹង sport អញ្ចឹងខ្ញុំយក sport នេះមកហើយខ្ញុំចុច create ព្រោះដោយសារផលិតផលដែលខ្ញុំលក់ផលិតផលដែលខ្ញុំចង់ធ្វើទីផ្សារគឺតកតងជាមួយនឹង sport អញ្ចឹងខ្ញុំដាក់ sport ហ្នឹងមកបាទកន្លែង bio ចូលមកដល់កន្លែងនេះ bio យើងសរសេរទៅមានទទួលតកតងជាមួយនឹង product របស់បងប្អូនណាមានទទួលទិញនិងលក់racket បាទវាយសីមួយទឹកគ្រប់ប្រភេទចឹងទៅបាទគ្រប់ប្រភេទដាក់ Telegram មួយមកអានេះ bio នេះវាសូនៅកន្លែងក្រោម profile របស់យើងណាបាទ website អ្នកនរគ្នាមិនដាក់ក៏បានដែរចូល email ដាក់ទៅគឺថាខ្ញុំដាក់ email ខ្ញុំបាទដាក់ email លេខទូរស័ព្ទចឹងមកអានេះបើសិនជាអត់ចេញទេអ្នកនរគ្នាលុបក្បាលចោលដាក់សញ្ញាបូកហើយដាក់855អូខេបន្ទាប់មក address អានេះខ្ញុំដាក់លេខផ្លូវហ្មងទៅបាទខ្ញុំដាក់ ST6A ហ្មងទៅហើយ town ខ្ញុំដាក់ភ្នំពេញបាទអ្នកគ្នាអាចមើលតាមហ្នឹងទៅហើយ postal code អ្នកគ្នាអាចដាក់តាមខ្ញុំក៏បានដែរបាទខ្ញុំដាក់12160អីចឹងទៅបាទហើយមកដល់កន្លែងនេះតើតោះមួយកន្លែងបើកយើងបើកទទួលភ្ញៀវពីស្មារណាដល់ស្មារណាខ្ញុំដាក់ always open ដែរបាទហើយបើសិនជាអស់ហើយអ្នកនរចុច next មកបាទតាមពិតដដែលទេអត់មានអីពិបាកទេហើយ profile អ្នកនរគ្នាកន្លែងនេះត្រៀម profile មួយត្រៀម cover មួយផងបាទឥឡូវខ្ញុំដាក់ profile យកនេះបាទតើមកខ្ញុំដាក់ cover ដាក់នេះចុះអានេះដោយសារខ្ញុំបានត្រៀមខ្លះអំពី profile ហើយនិង cover របស់វាបាទហើយបន្ទាប់មកខ្ញុំចុច next បាទយើងរងចាំបន្តិចអានេះយើងអាច invite friend របស់យើងបាទចង់ invite ក៏បានបើអត់ចង់ទេយើងចុច next មកបាទហើយចុច done ទៅអញ្ចឹងអានេះគឺ switch ចូល page របស់យើងដែលជា page ស្តង់ដារសម្រាប់យើងអញ្ចឹងនេះគឺជា page ដែលខ្ញុំបានបង្កើតហើយបាទយើងព្យាយាម invite ឬក៏ព្យាយាមផុសអីមួយរយៈពេលសិនទៅឲ្យបាន20-30 like អីសិនចាំយើងធ្វើការ book បើសិនបើយើងចង់លក់ផលិតផលអញ្ចឹងកន្លែង bio ដែលខ្ញុំមានសរសេរមិញណាមានទទួលទិញនឹងលក់ racket វាយសីមួយទឹកគ្រប់ប្រភេទ Telegram អញ្ចឹងទៅអាហ្នឹងតាម
ចំណងចំណូលចិត្តដែលគ្នាយើងចង់សរសេរអីរបៀបមិនហើយបន្តមកយើងធ្វើការផុសវីដេអូឬក៏រូបភាពអីធម្មតាទៅខ្ញុំជាការឧទាហរណ៍មួយចុះដូចវីដេអូនេះគឺខ្ញុំទៅតែថតថ្មីអានេះគឺខ្ញុំសរសេរតាក់ទងមួយនឹងផលិតផលមួយនេះបាទឲ្យសម្រាប់យកបាទ Telegram មកបាទខ្ញុំចុច next មកបាទ not now កន្លែងនេះអ្នកនរគ្នាអាចសារ៉េ thumbnail បានកុំឲ្យ thumbnail វា load ខុសយើងចង់សារ៉េដាក់កន្លែងណាឲ្យយើងមើលទៅវាតាក់ទាញឬក៏តេជនមើលមកតាក់ទាញហ្នឹងទៅបាទខ្ញុំចុច save ហើយខ្ញុំចុច share now អញ្ចឹងរបៀបនៅក្នុងការបង្កើត page ស្តង់ដារគឺមានតែប៉ុណ្្នឹងឯងបងប្អូនមានបញ្ហាអីឆ្ងល់អីគេអាច comment សួរនាំនៅក្នុងវីដេអូនេះបាន